សូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីស្រូវបណ្ដុះរបស់ខ្ញុំដែលបណ្ដុះឲ្យកងានស៊ីណាបងប្អូនហើយស្រូវបណ្ដុះគឺខ្ញុំត្រាំពីយប់បន្ទាប់ពី2យប់មកខ្ញុំដាក់នៅក្នុងករង2យប់ទៀតហើយក៏វាដុះដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងណាហើយទាក់ទងនឹងស្រូវបណ្ដុះគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនមានវីតាមីនខ្ពស់ណាស់ប្រូតេអ៊ីនក៏ខ្ពស់ដែរណាហើយខ្ញុំយកមកលាយជាមួយនឹងចំណីសម្រេចហើយនឹងខាងក្រោមនោះខ្ញុំលាយជាមួយនឹងចកសូឡាដែលខ្ញុំដាក់ដាំដោយខ្លួនឯងហើយអ្វីដែលសំខាន់ហ្នឹងគឺស្រូវបណ្ដុះគឺវាជួយកាត់បន្ថយចំណីសម្រេចបានច្រើនហើយមួយទៀតស្រូវបណ្ដុះក៏វាមានវីតាមីនខ្ពស់ដែរណាបងប្អូនដើម្បីឲ្យសត្វកងានមានសុខភាពល្អហើយនេះគឺជាចអាសូឡារបស់ខ្ញុំដែលខ្ញុំដាក់2អាងដើម្បីទុកផ្គត់ផ្គង់ឲ្យកងានខ្ញុំជាប្រចាំថ្ងៃហើយនេះគឺសកម្មភាពដែលវាស៊ីដោយសារតែខ្ញុំដាក់ច្រើនហើយខ្ញុំទៅថតពេលក្រោយបន្តិចដល់ពេលអញ្ចឹងទៅវាស៊ីឆ្អែតទៅវាអត់សូវតបាក់ទេណាហើយតាក់ទងទៅនឹងស្រូវបណ្ដុះហើយនឹងចកអាសូឡាហើយនឹងចំណីសម្រេចហ្នឹងគឺបើសិនបងប្អូនអាចធ្វើបានជាពិសេសស្រូវបណ្ដុះហ្នឹងគឺល្អមែនទែនហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់បានប្រភេទកងានក្បាលតជាពិសេសអ្នកសៀមរាបបងប្អូនអាចមកមើលផ្ទាល់បានគឺទីតាំងស្ថិតនៅក្នុងភូមិវាលសង្កាត់គូកចកក្រុងសៀមរាបសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តសៀមរាបបងប្អូនអាចមកមើលដល់ត្រង់បានអរគុណច្រើនជម្រាបលាបងប្អូនមានមតិយោបល់សូមខមមិនខាងក្រោម